បាទសូមជម្រាបសួរដល់មិត្តទាំងអស់គ្នាជាពិសេសមិត្តដែលចូលចិត្តស្ដាប់នៅការអានអត្ថបទចែករំលែកអំពីខ្ញុំបាទដែលទាក់ទងទៅនឹងចំណេះដឹងល្អៗពីអ្នកដែលជោគជ័យនៅលើពិភពលោកយើងនេះថ្ងៃនេះ Channel Together Entertainment របស់ខ្ញុំបាទនឹងមានអត្ថបទថ្មីមួយទៀតហើយដើម្បីអានចែកជូនចំណេះដឹងដល់អ្នកទាំងអស់គ្នាទាក់ទងនឹងជំនាញ4យ៉ាងដែលអ្នកត្រូវតែពង្រឹងជាប្រចាំដើម្បីក្លាយជាសហគ្រិនជោគជ័យមួយរូបចង់ដឹងថាតើជំនាញ4យ៉ាងនេះមានអ្វីខ្លះសូមអញ្ជើញតាមដានសម្រាប់លោកទាំងអស់គ្នាសហគ្រិនគឺពិតជាត្រូវការចំណេះដឹងនិងជំនាញច្រើនដើម្បីប្រកាសថាដំណើរការអាជីវកម្មរបស់ពួកគេអាចស្ទើរមុខបានយ៉ាងរលូនហើយរីកចម្រើនយ៉ាងឆាប់រហ័សដូច្នេះហើយសម្រាប់អ្នកដែលចង់ក្លាយជាសហគ្រិនឆ្នើមយ៉ាងហោចណាស់ត្រូវតែពង្រឹងជំនាញសំខាន់ៗខាងក្រោមនេះទី1ការសរសេរអ្នកមិនចាំបាច់ក្លាយជាមនុស្សដែលពូកែសរសេរល្អឥតខ្ចោះនៅឡើយប៉ុន្តែក្នុងនាមជាសហគ្រិនម្នាក់គឺត្រូវតែព្យាយាមសរសេរអ្វីដែលខ្លីច្បាស់និងងាយយល់ជាធម្មតាសហគ្រិនម្នាក់តែងតែមានការសរសេរនិងផ្ញើអ៊ីមែលទៅកាន់បុគ្គលនិងដៃគូរកស៊ីឬក៏អតិថិជនអំពីកិច្ចការផ្សេងៗដូច្នេះហើយត្រូវតែប្រកាសថាការសរសេររបស់អ្នកដល់គោលដៅច្បាស់ចំពោះអ្នកអានដើម្បីជៀសវាងការភាន់ច្រឡំព្រោះវាជាជំនាញទំនាក់ទំនងដ៏សែនសំខាន់ចំណុចទី2ការធ្វើបទបង្ហាញបើទោះបីជាមានផែនការឬគម្រោងល្អប៉ុណ្ណាក៏ដោយប៉ុន្តែបើអ្នកធ្វើបទបង្ហាញរបស់អ្នកទៅមុខទៅក្រោយមិនរួចគឺប្រកាសជាមិនអាចផ្សាយគំនិតអ្នកដល់ពួកគេនោះបានឡើយដូច្នេះហើយត្រូវប្រកាសថាបើការធ្វើបទបង្ហាញរបស់អ្នកនោះពិតជាអាចទាក់ទាញអ្នកដទៃស្ដាប់គម្រោងឬផែនការរបស់អ្នកឲ្យបានចប់ហើយយល់ច្បាស់អំពីអ្វីដែលអ្នកចង់ប្រាប់ដូច្នេះអ្នកត្រូវតែព្យាយាមធ្វើបទបង្ហាញឲ្យកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃចំណុចទី3ជាធម្មតាទេការរកស៊ីចំណុចទី3ការចរចាជាធម្មតាទេការរកស៊ីគឺតែងតែមានការពិភាក្សាគ្នានិងចរចាគ្នាលើចំណុចមួយចំនួនក្នុងគោលដៅដើម្បីភាពប្រសើរឡើងទាំងអស់គ្នាក្នុងអាជីវកម្មជាមួយគ្នានោះបើអ្នកគ្មានសិល្បៈក្នុងការចរចានោះទេវានឹងមានការលំបាកក្នុងការធ្វើអាជីវកម្មរបស់អ្នកទទួលបានចំណុចវិជ្ជមានខ្លាំងណាស់ព្រោះតែมันអាចបញ្ចុះបញ្ចូលឲ្យភាគីម្នាក់ទៀតព្រមទទួលធ្វើតាមការចង់បានរបស់អ្នកដូច្នេះហើយអ្នកត្រូវតែព្យាយាមពង្រឹងជំនាញការចរចាដើម្បីឲ្យគ្រប់ភាគីទាំងអស់ព្រមទទួលចំណុចទី4ការស្ដាប់អ្នកខ្លះពួកគេតែខំនិយាយតែម្នាក់ឯងមិនព្រមស្ដាប់គេនោះទេបើកាលណាអ្នកមិនប្រកែកស្ដាប់មានន័យថាអ្នកមិនយល់ច្បាស់អំពីបំណងឬអ្វីដែលភាគីម្ខាងទៀតនិយាយបានឡើយជាហេតុធ្វើឲ្យការពិភាក្សាបាក់និងសម្រេចចិត្តខ្លាំងណាស់ដូច្នេះត្រូវស្ដាប់ឲ្យបានច្រើនដោយព្យាយាមយល់ច្បាស់មុននឹងនិយាយឆ្លើយតបដើម្បីប្រកាសថាអ្វីដែលអ្នកនិយាយទៅនោះគឺមិនបង្ហាញនិងមិនមានបញ្ហាហើយផ្ដល់អត្ថប្រយោជន៍ច្រើនទៀតបាទសូមអរគុណសម្រាប់អ្នកដែលចង់ជោគជ័យនៅក្នុងជីវិតសូមអនុវត្តតាមគោលការណ៍ទាំង4នេះនោះជីវិតរបស់អ្នកនឹងមានការប្រសើរឡើងជាមិនខានបាទសូមអរគុណសម្រាប់ការស្ដាប់ទាំងអស់គ្នាសូមជម្រាបលា